បានឥឡូវនេះខ្ញុំបានកសាងព្រះអង្គរួចមួយអង្គទៀតហើយដែលជាតួអង្គព្រះអង្គប្រនិសម័យគប់ធ្លោកនេះជាឈើប្រភេទឈើខ្លឹម7ដែលជាការពេញប្រតិយរបស់ព្រះគុណម្ចាស់ដែលគុណម្ចាស់គង់នៅវត្តឯខេត្តសៀមរាបបាទហើយព្រះអង្គប្រនិគប់ធ្លោកនេះគឺមានទម្រង់ខុសពីព្រះអង្គប្រនិផ្សេងនឹងជាទម្រង់ដែលមានលក្ខណៈខាងលើរាងធំល្មមបាទខាងក្រោមរាងតូចបន្តិចទៅបាទស្ដួចចុះមកខាងក្រោមហើយស័ក្តិសមនឹងតួអង្គតែម្ដងបាទនេះយើងឃើញថាលក្ខណៈតួអង្គព្រះអង្គប្រនិសម័យគប់ធ្លោកគឺខុសប្លែកពីតួអង្គព្រះអង្គប្រនិផ្សេងដែលពុកម៉ែបងប្អូនធ្លាប់ជួបបាទធ្លាប់ឃើញបាទហើយសម្រាប់តួអង្គព្រះអង្គប្រនិគប់ធ្លោកនេះដែរក៏មានរចនាបថបាទទម្រង់លក្ខណៈប្លែកច្រើនទៅតាមបាទសិល្បៈនៃដូនតាយើងដែលគាត់បានបន្សល់ទុកមកបាទជាទីបញ្ចប់នេះដែរខ្ញុំក៏សូមថ្លែងអំណរគុណដល់ព្រះគុណម្ចាស់និងពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលរួមទស្សនាអញ្ចឹងដើម្បីរំលឹកដល់ព្រះគុណព្រះអង្គខ្ញុំក៏សូមអញ្ជើញព្រះគុណម្ចាស់និងពុកម៉ែបងប្អូនទាំងអស់គ្នាចូលរួមស្ដាប់នៅបទនៃដើមកំណើតរស្មី6ពណ៌ដូចតទៅពណ៌ខៀវកាលឆ្កៀលព្រះនេត្រាឲ្យអិនព្រាមណាកាលជាស្ដេចនាមស្រីភេរាចង់សំរេចឲ្យបានសារពេចសង្ស្ដាចាពណ៌លឿងកាលអាសាច់ធ្វើមាសបិទលុនអង្គប្រាំងពុទ្ធបដិមាព្រះអិនជាជាងឆ្នៃរចនាថ្វាយពរសាធុការពេញផែនដីក្រហមជាពណ៌ឈាមបេះដូងឆ្កៀលពីដើមទ្រូងដោយគ្មានក្មៃបិទពើពួរខំព្រះចានេះគង់រួជីវេជាស្បើយទៅពណ៌សឲ្យទៀនដំរិសមង្គលបវមាសឆ្អិនឆ្អៅត្រូវរៀបបណ្ដាញមិនឲ្យនៅព្រមទាំងកូនចៅភរិយាណាហងស្បាតលោហិតសាច់ម៉ាំងសាំងអាសាច់ខ្លួនតាំងដូមេដាកាលយ៉ាងវាចាប់បរិភោគក្តាជីវិតមេដារួវឹងក្មៃភ្លេចពុនរេកាជាទុនសាយឲ្យទៀនពុំស្ដាយជីវិតអីលូនចូលភ្នួភ្លើងពុំថាអ្វីឲ្យជាចំណៃអនព្រាមណាកាលដែលបានត្រាស់ជាព្រះពុទ្ធជាមកុដត្រៃភពក្នុងលោកាពណ៌ទាំង6នេះសោតណាคล้ายมองកើតជាឈពនរាំងសីពេលនេះក្នុងលោកគេសន្មត់យកពណ៌និងកត់ជាសាច់ក្តីហើយតុងសាសនាព្រះចិនស្រីពៀពេញផែនដីផ្ទៃផោសធាយើងខ្ញុំរាល់គ្នាសូមគោរពវន្តាចមភូមិតុងសាសនាសូមមានមង្គលឈ្នះមារាសន្ត្រូវនានាក្នុងភព3សូមឲ្យយើងខ្ញុំប្រញាប់ដល់ដើរកាត់តាមផ្លូវទៅបូរីជាស្ថានបរមសុខសួស្តីដោយព្រះបារមីនិព្វាននង